ថ្ងៃនេះខ្ញុំមានរឿងចង់ឲ្យម៉ែគ្រូជួយណាតើមានរឿងអ្វីបានជាមកដល់ទីនេះទាំងតាហេតុទៅហប់ម្ល៉េះហាម៉ែគ្រូខ្ញុំឃើញប្តីនាងចេនឡាណាហាក់បីដូចជាមនុស្សចម្លែកណាស់មិនដូចជាមនុស្សទូទៅទេតើម៉ែគ្រូអាចជួយមើលបានទេអើយវាមិនធម្មតាមែនអើយមិនធម្មតាអើយតើមិនធម្មតាស្អីទៅនេះម៉ែគ្រូនិយាយឡើងឈួតហើយមែនទេអើយណែនាងមាត់ស្អុយនាងមាត់បាតនាងច្រឹកអន់នាងគ្មានប្តីនាងមានកូនអត់កណើតអើយបានហើយម៉ែគ្រូហេតុអីក៏ម៉ែគ្រូដៀលខ្ញុំជេរខ្ញុំបែបនេះហានេះជឿថាខ្ញុំហែកមាត់ឬអត់ហ្នឹងបានហើយយើងចង់ប្រាប់នាងថាបុគ្គលដែលនាងឲ្យយើងមើលនោះគេមិនមែនជាមនុស្សធម្មតាទេគេនោះមានបុណ្យខ្ពស់ណាស់រឿងចាំស្នេហ៍ក្ងោកទេពមានេះទៀតអំពីក្ងោកមាដែលមានបុណ្យខ្ពស់នោះមកដល់ពេលនេះក្ងោកក៏បានជួបនឹងទេវបុត្រជាថ្មីនិងមានបំណងពងដាក់អាយុសង្ខាររបស់ខ្លួនក្នុងពេលនេះសូមថ្វាយបង្គំទេវតាទូលបង្គំហត់នឹងសេចក្តីលោភលន់របស់មនុស្សខ្លាំងណាស់តើទូលបង្គំអាចដាក់អាយុសង្ខារនៅក្នុងពេលនេះបានទេពេលនេះទ្រង់នៅមានរឿងមួយទៀតត្រូវដោះស្រាយសិនទ្រង់មិនអាចដាក់អាយុសង្ខារបានទេតើជារឿងអីទៅក្រាបទូលតើទ្រង់នៅចាំព្រះនាងដែលបានមកជួបទ្រង់កាលពីលើកមុនដែរទេពិតជាចាំបានក្រាបទូលគឺនោះហើយដែលទ្រង់មិនអាចដាក់អាយុសង្ខារនៅក្នុងពេលនេះបានទេអញ្ចឹងទូលបង្គំត្រូវដោះស្រាយរឿងកម្មផលជាមួយព្រះនាងមែនទេពិតមែនហើយទ្រង់ដឹងទេព្រះនាងរងចាំទ្រង់រហូតដល់ទ្រង់សោយទីវង្គតតែម្ដងតើពេលនេះព្រះនាងយើងទៅដល់ណាហើយព្រះនាងបានចាប់កំណើតនៅក្នុងទីនៃគ្រួសារមួយកន្លែងនាងអភ័ព្វណាស់មិនមានវាសនាដូចជាតិមុនឡើយហើយក៏មានន័យថាព្រះនាងរងចាំស្នេហាទូលបង្គំរហូតមកដល់ពេលនេះដែរពិតមែនទេពិតមែនហើយក្ងោកមាសអ្នកមានបុណ្យខ្ពស់អាចទៅចាប់កំណើតនៅទីឋានដែលល្អជាងនេះទៀតក៏បានប៉ុន្តែទ្រង់នៅមានចិត្តចម្ពាក់ត្រូវដោះស្រាយសិនព្រះអើយព្រះនាងតែងតែធ្វើបុណ្យកុសលដើម្បីប្រាថ្នាជួបទូលបង្គំហើយគឺពិតមែនហើយឥឡូវនេះសូមទ្រង់ទៅធ្វើកិច្ចការចុងក្រោយនៅក្នុងពេលនេះទៅចុះសូមទ្រង់បំពេញក្តីប្រាថ្នាឲ្យព្រះនាងផងទូលបង្គំយល់ហើយទូលបង្គំនឹងទៅជួបព្រះនាងនៅក្នុងពេលនេះមានបន្ទូលបែបនេះហើយទេវតាក៏បានជាងទៅឋានសួគ៌វិញចំណែកក្ងោកមាសក៏បានហោះហើរស្វែងរកព្រះនាងគ្រប់សពទិសទីរហូតទៅដល់ភូមិមួយនៅលើចុងឈើព្រះនាងប្រហែលជាចាប់កំណើតនៅក្នុងភូមិនេះហើយខ្ញុំគួរទៅហើរចិត្តនេះដើម្បីសម្គាល់រកមើលទៅបានក្ងោកតែងតែសម្គាល់ចិត្តចុងភូមិប៉ុន្តែមិនបានចូលទៅក្នុងភូមិទៀតទេព្រោះត្បិតទ្រង់មិនចង់ឲ្យមានអ្នកណាម្នាក់មានកម្មពីដោយសារតែមានចិត្តលោភលន់ចង់បានរមាសទ្រង់ទៀតនៅចិត្តផ្ទះចេនឡាមកដល់ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចជាកំពុងតែរងចាំអ្វីម្យ៉ាងតែខ្ញុំដូចជាមានចម្ងល់ណាស់មិនដឹងថានោះគឺជាអ្វីឲ្យប្រកាសទេចេនឡាកំពុងតែអង្គុយគិតម្នាក់ឯងនេះឌឿនក៏បានដើរចូលមកនិងបាននិយាយថាអូនចេនឡាតើអូនកំពុងតែគិតធ្វើរឿងអីហ្នឹងមិនក៏មុខសពូនម្លេះមកជាមួយបងមកចាំបងនាំអូនទៅដើរលេងបងបឿនកុំនិយាយផ្ដេសផ្ដាសខ្ញុំមិនអាចទៅដើរលេងជាមួយបរិះតែពីរនាក់បានទេហេតុអីក៏មិនអាចព្រោះបងស្រឡាញ់អូននោះអីហើយពួកយើងក៏នឹងក្លាយជាប្តីប្រពន្ធដែរបងកុំនិយាយបែបនេះខ្ញុំមិនស្រឡាញ់បងទេបងឆ្ងល់ដល់ហើយហេតុអីក៏មិនស្រឡាញ់បងព្រោះខ្ញុំមានម្ចាស់ហើយហេតុអីក៏មានម្ចាស់បេះដូងទៅវិញរាល់ថ្ងៃបងមិនដែលឃើញអូនជួបជាមួយអ្នកណាផងហ្នឹងប៉ាត់មែនហើយប៉ុន្តែខ្ញុំមានបរិះក្នុងក្តីសម័យនោះអីសូមបងកុំបង្ខំខ្ញុំអីណាជួនគ្នានោះដែរនាងមីលីក៏បានដើរចូលមកបងបឿនហេតុអីក៏បងជួបអ្នកក្រម្នាក់នេះទៀតហើយបងគ្រាន់តែម្លេងនឹងតែប៉ុណ្ណោះតាបងគ្រាន់តែម្លេងហេតុអីក៏ចាំបាច់ស្និទ្ធស្នាលនៅក្បែរគ្នាអញ្ចឹងបងដូចជាឆ្ងល់ណាស់បងគ្មានពាក់ព័ន្ធអីជាមួយមីលាផងហេតុអីក៏អូនចេះតែតាមបងនឹងរំខានបងបែបនេះ
ប៉ុន្តែបងនឹងអូនបានភ្ជាប់ពាក្យគ្នារួចហើយបងមិនអាចក្បត់សន្យាបានទេជួនគ្នានោះដែរមីងចន្ទថាក៏បានមកដល់ល្មមកូនប្រុសមកផ្ទះនាងនេះទៀតហើយមែនទេកូនមិនមើលឋានៈផងទៅថានាងគ្មានអ្វីស័ក្តិសមនឹងកូនទេតែម៉ែកូនពិតជាស្រឡាញ់ចេនឡានណាកូនមិនស្រឡាញ់មាលាទេស្លាប់ហើយមើលវានិយាយចោះកូនគិតឲ្យច្បាស់ដែរទៅមាលាទាំងស្អាតទាំងពូកែហើយមានមាសប្រាក់ក៏ច្រើនទៀតថ្ងៃក្រោយកូនអាចមានឋានៈជាមន្ត្រីអុកញ៉ាបានទៀតណាតែម៉ែកូនស្ដាប់ម៉ែបើសិនជាកូនយកមាលាណាកូនមានអនាគតនឹងក្លាយជាអ្នកមាននិងខ្ពស់មុខខ្ពស់មាត់ទៀតផងណាបងយកអូនទៅធានាថានឹងក្លាយជាសេដ្ឋីមិនខានទេតែបើបងយកនាងម្នាក់នេះបងមុខជាជីកក្តាមជីកតពាំងរោត្រីហត់នឿយពីមួយថ្ងៃទៅមួយថ្ងៃមិនខានឡើយណែកូនតើក្តីស្រឡាញ់ជួយអ្វីឲ្យមានសេចក្តីសុខបានទៅវាមិនអាចទេណាបើគ្មានប្រាក់នោះក៏ល្អដែរអ្នកណាតែចង់ក្រនោះបានអញ្ចឹងកូននឹងទៅរៀបចំខ្លួននៅក្នុងពេលនេះចុះចាកូនកូនទៅមុនចោះចំណែកម៉ែនៅនិយាយជាមួយក្មួយចេនឡាសិនណាបន្ទាប់ពីនេះប៊ឿនបានចាក់ចេញទៅមីងចន្ទថានិងមីលាក៏បាននិយាយទៅកាន់ចេនឡាថាចេនឡាយើងដឹងថានាងចង់ចាប់កូនយើងយកធ្វើជាប្តីមែនទេនាងឯងនេះកុំសម័យអសោះនោះនាងឯងគ្រាន់តែជាចលែនមិននឹងអាចងើបឡើងដើមឈើបានទៅមែនហើយនាងមិនត្រឹមតែអន់ទេថែមទាំងគ្មានសមត្ថភាពនៅក្នុងការស៊ីចំណីបានឆ្ងាញ់ទៀតផងនាងចាំទុកក្នុងខួរក្បាលរបស់នាងផងទៅកុំចង់ឲ្យដៃកូនរបស់យើងអសោះនោះព្រោះនាងគ្រាន់តែជាកំទេចធូលីប៉ុណ្ណោះណាមីលីខ្ញុំមិនអាចគិតចង់ដណ្ដើមបង្បឿនទេខ្ញុំគ្រាន់តែចង់រស់នៅបានសុខតាមរបៀបរបស់ខ្ញុំប៉ុណ្ណោះស្លាប់ហើយមើលនាងនិយាយចោះមាត់ថាមិនចង់បានប៉ុន្តែខ្លួនប្រានឲ្យឡើងញាត់តែម្ដងកុំមកហាមតែម្ខាងតែត្រូវមើលថែកូនឲ្យបានល្អផងទេកុំបដៅឲ្យកូនរបស់អ្នកមិញមករកខ្ញុំដល់ទីនេះអីនាងនិយាយធ្វើដូចជាខ្លួនឯងអស់ចាណាស់អញ្ចឹងខ្ញុំមិនបាននិយាយថាខ្លួនឯងអស់ចាទេប៉ុន្តែខ្ញុំនិយាយការពិតប៉ុណ្ណោះបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យនេះបឿនមករកខ្ញុំនោះសូមមេត្តាខាត់គាត់ឲ្យចប់ទេកុំមកចាត់ខ្ញុំតែម្ខាងអីណែយើសំដីបានណាស់ណោះមើលទៅដូចជាចង់បានកំភ្លៀងហើយកូនប្រសាចាត់ការវាទៅមិញចាត់ថានឹងមីលាហេតុថាខឹងនឹងចេនឡាពេកពួកគេក៏បានព្រួតវាចេនឡាប៉ុន្តែជាអកុសលនោះពួកគេមិនអាចឈ្នះចេនឡាបានទេអូយបាក់ចកេះបដ ாய் អើយចុកណាស់អូយអើយម៉ែខ្ញុំឈឺណាស់វានេះចំជាមិនខ្សោយដោយពួកយើងគិតទេអូយអ្នកណាចង់ធ្វើបាបខ្ញុំនោះខ្ញុំមិនបដ ாய் តែម្ខាងទេហើយក្រនបើមែនចាំមើលចោះថ្ងៃណាមួយយើងនឹងសងសឹកនាងវិញនាងសម្រែកក្ររហាមហើយតោះកូនយើងទៅវិញទៅអូយចាំម៉ែអូយថ្ងៃមួយនៅពេលដែលចេនឡាដើរចូលទៅក្នុងព្រៃដើម្បីដកផ្សិតនាងក៏បានសម្រាកនៅក្រោមដើមឈើដ៏ធំមួយនិងមានមេឃសាខាតាមពិនពនាងនៅទីនេះសោះមិនគួរណាជាតិនេះទ្រង់មានជីវភាពបែបនេះសោះខ្ញុំគួរតែជួយទ្រង់ទៅបានគិតបែបនេះហើយកង្កោតក៏បានប្រែក្រឡាទៅជាបរិសម្នាក់រួចបានដើរសម្ដៅមកកាន់ចេនឡានិងបាននិយាយថានាងមិនក៏នាងមកសម្រាកនៅទីនេះតើលោកទៅណាមកពីណាទេមិនបានជិះមកដល់ទីនេះដូចគ្នាដែរទីនេះគួរឲ្យខ្លាចណាស់លោកឆាប់ចេញពីទីនេះទេចុះបើទីនេះគួរឲ្យខ្លាចហេតុអីក៏នាងមកទីនេះនិយាយប្រាប់តាមត្រង់ចាស់ខ្ញុំពិតជាមិនដឹងថាមានបណ្ដាលអ្វីឲ្យខ្ញុំមកដល់ទីនេះទេនេះគឺច្បាស់ជានិស័យហើយនាងតើនាងមើលកាយភ្នែកខ្ញុំបានទេតើលោកចង់មានន័យថាយ៉ាងម៉េចទេនាងមើលកាយភ្នែកខ្ញុំសិនមក
ពេលនោះដែរចេនឡាក៏បានសម្លឹងមើលកាយភ្នែករបស់បរិសម្នាក់នោះហើយនាងក៏បានលាន់មាត់ថាព្រះអីលោកដូចជាមានកាយភ្នែកស្រទន់ថ្លាអង្អាចក្លាហានណាស់ដូចជាគឺហាក់បីដូចជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់អញ្ចឹងមែនហើយពួកយើងធ្លាប់ស្គាល់គ្នាពីមុនមកមែនតែអ្នកនាងមិនចាំនោះទេពេលនេះខ្ញុំមកតាមសន្យាហើយអ្នកនាងរងចាំខ្ញុំយូរណាស់មែនទេប៉ាត់មែនហើយខ្ញុំរងចាំយូរណាស់មកហើយតែខ្ញុំមិនដឹងថាខ្ញុំរងចាំអ្វីទេស្រាប់តែពេលនេះហាក់បីដូចជាអ្វីដែលខ្ញុំកំពុងតែរងចាំនោះគឺបានមកដល់អញ្ចឹងអ្នកនាងបើមិនប្រកាន់ទេតើអ្នកនាងអាចយកខ្ញុំធ្វើជាប្តីបានទេខ្ញុំនឹងមើលថែនាងឲ្យបានល្អជាការប៉ាត់មែនទេខ្ញុំអរគុណលោកណាស់ខ្ញុំនឹងព្រមទទួលជោគលោកធ្វើជាស្វាមីចាអរគុណណាស់អ្នកនាងខ្ញុំនឹងមើលថែអ្នកនាងហើយពួកយើងនឹងខិតខំប្រឹងប្រែងរកស៊ីឲ្យមានបានបំផុតចាប់ពីពេលនោះមកក៏ងកមាសនិងចេនឡាក៏បានក្លាយជាប្តីប្រពន្ធនឹងគ្នារស់នៅយ៉ាងសុខសាន្តនៅជិតផ្ទះចេនឡាម៉ែក្មេងមើលចោះនាងចេនឡាបានប្តីពីណាមិនដឹងទេរស់ស៊ីមានបានណាមិនដូចកូនម៉ែសោះមិនយល់សោះមិនក៏ប្រែប្រួលអស់ចាលឿនយ៉ាងនេះចំណែកបរោះម្នាក់នោះក៏មិនដឹងថាមកពីណាផងទេម៉ែក្មេងបរោះម្នាក់នោះរោគសង្ហាហើយមើលទៅមានសមត្ថភាពទៀតជីវិតគេពិតជាល្អណាស់បើកូនប្រុសម៉ែវិញណាមួយថ្ងៃគិតតែពីដើមផឹកស៊ីហើយនឹងលេងល្បែងមែនហើយអាកូនប្រុសម៉ែនោះគ្មានបានការសោះបើបានតែមើលចរិតប្តីនាងចេនឡាក៏ល្អដែរកាត់បែបណាបន្តទៅម៉ែម៉ែដូចជាសង្ស័យនឹងបរោះនេះណាម៉ែចង់ស៊ើបពីប្រវត្តិគេបន្តិចសិនស៊ើបធ្វើអីម៉ែស្រឡាញ់បរោះនោះមែនទេបានជាចង់ដឹងពីគេនោះកូនប្រសាកូនកុំនិយាយផ្ដេសផ្ដាស់ម៉ែគ្រាន់តែសង្ស័យសាវតារបស់គេតែប៉ុណ្ណោះថាតើគេគឺជាមនុស្សឬក៏ជាអ្នកមានបុណ្យមកពីណានោះអីអូយមែនហើយម៉ែព្រោះបុគ្គលិកលក្ខណៈរបស់គាត់ណាពិតជាហំហានអស់ចានណាស្ងប់ស្ងាត់ខុសពីមនុស្សធម្មតាតែម្ដងមែនហើយឥឡូវនេះម៉ែនឹងទៅស៊ើបរឿងនេះចំណែកកូនទៅចាត់ការកូនជើងល្អរបស់ម៉ែទៅចាម៉ែមិញចន្ទថាភ្លាមនោះទៅរកម៉ែគ្រូចំណែកនាងមីលីក៏បានទៅដល់កន្លែងមួយអ្នកប្តីកំហូចលួចមានស្រីផឹកស្រាទៀតហើយមែនទេមានឯណាបងគ្រាន់តែផឹកស្រាតើគ្មានស្រីទេមាត់ផឹកហើយដៃលេងល្បែងបើបែបនេះតើឲ្យជីវិតខ្ញុំនឹងបានប្រសើរដូចគេយ៉ាងម៉េចទៅនាងឯងកំពុងតែនិយាយតែស្ដាយក្រោយមែនទេដែលបានយើងជាប្តីនោះចាប់អមែនវាយ៉ាងម៉េចប្រាប់ទៅចុះបើយើងយកចេនឡាយើងមុខជាល្អជាងនេះមិនមករស់នៅវេទនាគៀបសង្កត់នឹងការប្រមាថមើងងាយប្តីបែបនេះទេឈឺចាប់នឹងការប្រមាថណាស់មែនទេយ៉ាងម៉េចបើប្តីគ្មានបានការតោងស្រីស៊ីហើយនៅមិនព្រមងើបមុខចេះខ្មាស់ស្អីធុញណាស់វើយមីលីកាន់តែឃើញទង្វើរបស់ប្តីខ្លួនឯងនាងកាន់តែខឹងដូច្នេះនាងពិតជាមិនអាចទ្រាំបានទេចុះមីងចន្ទថាវិញនោះនៅផ្ទះម៉ែគ្រូជំរាបសួរម៉ែគ្រូថ្ងៃនេះខ្ញុំមានរឿងចង់ឲ្យម៉ែគ្រូជួយណាតើមានរឿងអ្វីបានជាមកដល់ទីនេះទាំងតហេតុតហប់ម្ល៉េះហាម៉ែគ្រូខ្ញុំឃើញប្តីនាងចេនឡាណាហាក់បីដូចជាមនុស្សចម្លែកណាស់មិនដូចជាមនុស្សទូទៅទេតើម៉ែគ្រូអាចជួយមើលបានទេចង់ដឹងមែនទេចាំយើងមើលសិនម៉ែគ្រូមើលចោះមើលឡើងភ្លាមនោះក៏បានសន្លប់បាត់ទៅអើយងាប់ហើយម៉ែគ្រូនៅតែត្រដេកលក់ដល់ណាទៀតហាធុញណាស់មិញចាំថាបំរុងនឹងចាក់ចេញទៅប៉ុន្តែម៉ែគ្រូក៏បានភ្ញាក់ឡើងវិញនិងបាននិយាយថាអើយវាមិនធម្មតាមែនអើយមិនធម្មតាអើយតើមិនធម្មតាស្អីទៅនេះម៉ែគ្រូនិយាយឡើងឈួតហើយមែនទេអើយណែនាងមាត់ស្អុយនាងមាត់បាតនាងចរិតអន់នាងគ្មានប្តីនាងមានកូនអត់កណើតអើយបានហើយម៉ែគ្រូហេតុអីក៏ម៉ែគ្រូដៀលខ្ញុំជេរខ្ញុំបែបនេះហានេះជឿថាខ្ញុំហែកមាត់ឬអត់ហ្នឹងបានហើយយើងចង់ប្រាប់នាងថាបុគ្គលដែលនាងឲ្យយើងមើលនោះគេមិនមែនជាមនុស្សធម្មតាទេគេនោះមានបុណ្យខ្ពស់ណាស់បែបណាទៅ
គេជាមនុស្សមានបុណ្យហើយគេនោះអាចធ្វើឲ្យអ្នកណាដែលបានស្គាល់គេអ្នកណាដែលគេស្រឡាញ់បានចម្រុងចម្រើនគ្រប់តែគ្នាហ្នឹងអីក៏អស្ចារ្យម្ល៉េះហើយម្យ៉ាងទៀតបរោះនោះនៅក្នុងអតីតកាលក៏ធ្លាប់ជាកូនប្រសាររបស់នាងដែរហើយគេក៏ធ្លាប់ជាប្តីរបស់មីលាផងដែរណាដឹងផងទៅហើយអីក៏មានរឿងចម្លែកដល់ម្លឹងផងហ៎បរោះនោះធ្លាប់មាននិស្ស័យជាមួយនឹងឯងហើយនឹងនាងមីលាតាំងពីអតីតជាតិយូរណាស់មកហើយប៉ុន្តែដោយសារចរិតរបស់ពួកឯងអន់ពេកទៅមិនបានល្អនឹងគ្នានោះអីណាស់ហើយចោះបើបានជួបគ្នាក្នុងជាតិនេះតើមានវិធីអ្វីអាចធ្វើឲ្យគេត្រឡប់មករកពួកខ្ញុំវិញបានទេគេនោះចិត្តល្អណាស់ឲ្យតែឯងព្យាយាមធ្វើល្អដាក់គេនឹងមានទឹកចិត្តចំពោះឯងហើយតើនាងចេនឡាអាចវិនិច្ឆ័យបានទេហើយបរោះនោះអាចមករស់នៅក្នុងគ្រួសារខ្ញុំជួយគ្រួសារខ្ញុំបានដោយរបៀបណាដែរទៅឯងស្រឡាញ់កូនស្រីឬក៏ឯងស្រឡាញ់កូនប្រុសឯងជាងនិយាយតាមត្រង់ចោះកូនប្រុសរបស់ខ្ញុំមិនមែនជាកូនបង្កើតរបស់ខ្ញុំទេហើយកូនប្រសាររបស់ខ្ញុំសពថ្ងៃនេះគឺខ្ញុំស្រឡាញ់នាងដូចជាកូនបង្កើតខ្ញុំអញ្ចឹងព្រោះពួកឯងគឺជាម្ដាយកូនបង្កើតក្នុងអតីតជាតិនោះអីណែយកឆ្នាំនេះចោះហើយសម្លាប់កូនប្រុសរបស់ឯងចោលទៅហើយឲ្យនាងចេនឡាផឹកដូចគ្នានោះពួកឯងនឹងបានសម្រេចបំណងហើយអើយចាម៉ែគ្រូខ្ញុំនឹងធ្វើតាមម៉ែគ្រូចោះបើបានល្អខ្ញុំនឹងសងគុណម៉ែគ្រូវិញទៅចោះនិយាយចប់មីងចន្ទថាក៏បានវិលមកផ្ទះវិញនិងបានរៀបរាប់ប្រាប់មីលីអស់គ្មានសល់នៅផ្ទះមីងចន្ទថាម៉ែមកផ្ទះវិញហើយណាកូនមីលីបានការបែបណាខ្លះទៅម៉ែអោនមកម៉ែប្រាប់ណានៅក្នុងពេលនោះមីងចន្ទថាក៏បានពលរៀបរាប់គ្រប់បែបយ៉ាងទាំងឡាយហើយមីលីពិតជាបានរីករាយណាស់ដូច្នេះពួកគេក៏បានចាប់ផ្ដើមរៀបចំល្បិចកលមួយម៉ែមានអីខ្លែមហ៎កូនអស់សាច់ខ្លែមហើយម៉ែកូនម៉ែកូនមកហើយមែនទេជាម្ដាយកូនក្នុងអតីតកាលហេតុនេះមីងចន្ទថានិងមីលីស៊ីចង្វាក់គ្នាណាស់ហើយពួកគេក៏បានសម្ដែងធ្វើជាល្អដាក់នីបឿនដោយបាននិយាយសុភាពថាកូនម៉ែមានសាច់ប្រឡាក់ច្រើនណាស់កូនយកទៅខ្លែមចោះណាតែជាស្អីទៅម៉ែមិនចង់ឲ្យកូនបានខ្លែមឆ្ងាញ់ទេអីអើយមិនមែនទេតែម៉ែចង់ឲ្យបងពិសាសិនណាបងពិសាចោះរួចពីនោះយកទៅខ្លែមក៏បានដែរម៉ែនឹងអូនបានធ្វើច្រើនណាស់បើអញ្ចឹងកូនភ្លក់ពីបៃដុំហើយណាចាកូនប្រុសបន្ទាប់ពីនីបឿនបានភ្លក់សាច់ពី3ចំណិតហើយគាត់ក៏បានផឹកទឹកមួយកែវភ្លាមនោះស្រាប់តែគាត់ពុលអាហារក្អួតឈាមមួយរំពេអូយចុកដៃចុកជើងណាហេតុអីក៏ខ្ញុំចុកទ្រង់យ៉ាងនេះខ្ញុំដកដង្ហើមសឹងមិនរួចទេទៅងាប់ចោះអាកូនគ្មានចម្រើនម៉ែទុកក៏មិនចំណេញដែរមែនហើយទុកនាំតែរំខានទេមិនក៏និយាយបែបនេះតាមពិតម៉ែនឹងនាងបំពុលខ្ញុំតាខ្ញុំដឹងហើយថាហេតុអីក៏ម៉ែស្អប់ខ្ញុំម៉ែអាក្រក់ណាស់ទៅងាប់ចោះអាអត់កណើតខ្ញុំជូនពរអ្នកទាំងពីរឲ្យវិនិច្ឆ័យទៅចុះចាំតែមើលទៅនិយាយទាំងឈឺចាប់ហើយនីបឿនក៏បានស្លាប់បាត់ក្នុងគ្រានោះទៅវាងាប់ហើយម៉ែចាកូនស្រីតោះយកវាទៅកប់ទៅកុំឲ្យមានអ្នកណាគេដឹងពីរឿងនេះម្ដាយកូនប្រសាទាំងពីរបានធ្វើរឿងអាក្រក់នេះហើយក៏បានចាប់ផ្ដើមកិច្ចការបន្តទៀតនោះគឺយកទឹកអម្រឹតនោះទៅជូននាងចេនឡាផឹកនោះអីនៅផ្ទះចេនឡាក្មួយចេនឡាមិញសុំទោសផងណាដែលមិញតែងតែធ្វើបាបក្មួយហើយនឹងមើងងាយក្មួយផងដែរកាលពីពេលមុននោះក្មួយដឹងទេពេលនេះក្មួយពិតជាមានខ្លាំងណាស់មិញដឹងខុសហើយមែនហើយវាសនាមនុស្សមើលមិនឃើញទេពួកយើងមិនសមណាមើងងាយមនុស្សល្អសោះហើយចាំមិនអីទេខ្ញុំមិនដែលគិតនៅក្នុងចិត្តឡើយណែបើក្មួយមិនប្រកាន់ណាក្មួយអាចយកទឹកនេះទៅផឹកបានទេតែថាមិញ
ចេនឡាដោយសារអ្នកទាំងពីរបង្ខំពេកក៏បានព្រមផឹកទឹកនោះទៅដូច្នេះនាងក៏បានសន្លប់បាត់ស្មារតីខ្ញុំមើលទៅវាដូចជាសន្លប់មិនដឹងខ្លួនទេពួកយើងយកវាទៅបោះចោលក្នុងព្រៃទៅទុកឲ្យសត្វស៊ីទៅណាម៉ែមែនហើយកុំឲ្យប្តីវាមកតន់ឲ្យសោះលឿនឡើងមិញចន្ទថានិងមីលីបានយកចេនឡាទៅចងទុកនៅក្នុងរូងជាទីអាត់កំបាំងមួយដែលគ្មានមនុស្សឃើញហើយពួកគេក៏បានយកបន្លាជារបងបាំងខាងរូងភ្នំនោះបាទហើយតោះកូនបើខ្លាមិនស៊ីវាណាក៏វាជាប់ក្នុងនេះគ្មានដាច់ពោះងាប់មិនខានទេចាម៉ែរួចរាល់ហើយអ្នកទាំងពីរក៏បានវិលត្រឡប់ទៅវិញនៅផ្ទះចេនឡា តើអូនចេនឡាតើណាអញ្ចេះមិនក៏មិនឃើញសោះអញ្ចឹងថ្ងៃនេះ នាយក្ងោកព្យាយាមដើររកប្រពន្ធចុះឡើងតែគាត់ពុំឃើញទេអ្វីដែលគាត់ឃើញនោះគឺមីងចន្ទថានិងមីលីទៅវិញក្មួយអើយក្មួយមីងពិតជាអាណិតក្មួយណាស់មែនហើយបងល្អណាស់តែអភ័ព្វមែនទេក្ងោកមាសក្រឡេកឃើញពួកគេក៏បានសម្គាល់ដឹងថានោះគឺជាអតីតម្ដាយក្មេកនិងប្រពន្ធពីអតីតជាតិហេតុនេះគាត់ក៏បាននិយាយថាអតីតម៉ែក្មេកនិងប្រពន្ធរបស់ខ្ញុំកំពុងតែមកហើយតើនឹងមានរឿងអីកើតឡើងចំពោះគ្រួសារខ្ញុំនោះមិនលាក់បាំងទេក្មួយចេនឡាបានមានប្តីថ្មីទៅហើយណាប្តីនាងជាឈ្មោះជួញអំបិលពេលនេះនាងបានចាក់ចេញទៅហើយមុននេះអូនបានឃើញនាងទៅជាមួយបរិសម្នាក់ជីសំពៅទៅបាត់ហើយនាងប្រែប្រួលណាស់បងណែបងយកខ្ញុំវិញទៅណាខ្ញុំអាណិតបងណាខ្ញុំសំបេះដូងបងបានពុទ្ធោអើយប្រពន្ធខ្ញុំមុខជាមិនពេញចិត្តដោយសារតែខ្ញុំជាក្ងោកហើយណែក្មួយមើលកូនមិញវិញទៅកុំឲ្យពិបាកចិត្តអីណាមានអ្នកស្អំបេះដូងទៅល្អរឿងនេះខ្ញុំក៏បានដឹងដែរបើបានជាចេនឡាទៅជាមួយនឹងប្រុសថ្មីទៅហើយខ្ញុំនឹងព្រមយកនាងជាប្រពន្ធចុះណែអីក៏ស្រួលម្ល៉េះរឿងនិស័យនេះពិតជាអស្ចារ្យមែនអូនពិតជាសប្បាយចិត្តណាស់អូយអត់ទេអូននឹងសំបេះដូងបងណាមិនអីទេខ្ញុំនឹងខំសាងសេចក្តីសុខជាមួយនឹងនាងចំណែកចេនឡាសង្ឃឹមថានាងបានប្តីល្អផងទៅចុះចំណែកម៉ែជូនពរឲ្យកូនបានសុខណាចាប់ពីពេលនោះមកពួកគេក៏បានរស់នៅជាមួយគ្នាលុំមានពេលមួយនោះបងអូនពិតជាចង់កាន់ដៃបងណាបងពិតជាសង្ហាមែនទេបងនឹងអូនជាប្តីប្រពន្ធនឹងគ្នាតើរឿងអីដែលមិនអាចឲ្យអូនកាយដៃបងនោះមកចាមីលីគ្រាន់តែចូលក្បែរនិងកាន់ដៃបន្តិចស្រាប់តែនាងរលាកដោយកម្ដៅពីពេញខ្លួនអើយក្ដៅណាស់ឈឺណាស់មិនក៏ខ្ញុំរលាកបែបនេះមិនក៏ខ្លួនបងក្ដៅយ៉ាងនេះហ៎អូនយ៉ាងម៉េចទៅហើយនឹងអូយអូនក្ដៅណាស់ប្រហែលជាពួកយើងមិនទាន់មាននិស្ស័យជាប្តីប្រពន្ធទេបងថាจะមើលប្រហែលខែទៀតទៅណាចាំពួកយើងនៅក្បែរគ្នាអូយអូនទៅងូតទឹកសិនព្រោះអូនក្ដៅខ្លាំងណាស់មីលីកាន់តែនៅចិត្តក្ងោកនាងកាន់តែក្ដៅណាស់ព្រោះខ្លួនរបស់នីក្ងោកមិនដូចមនុស្សធម្មតាទេនៅក្រោយផ្ទះម៉ែប្តីកូនចម្លែកណាស់មែនហើយវាពិតជាចម្លែកណាស់ខ្លួនរបស់វាក្ដៅហើយយប់ឡើងម៉ែឃើញវាដើរទៅខាងក្រោយជាញឹកញាប់ឬមួយក៏វាមានអ្វីអាចកំបាំងទេដឹងពួកយើងគួរតែស៊ើបមើលបានទេម៉ែមែនហើយពួកយើងគួរតែស៊ើបរឿងនេះទៅគិតគ្នាហើយរាត្រីមួយម្ដាយនិងកូនទាំងពីរបានសម្គាល់មើលសកម្មភាពរបស់នីក្ងោកមាសនោះហើយយប់នោះគាត់ក៏បានចាក់ចេញពីផ្ទះពិតមែនគាត់ទៅហើយម៉ែពួកយើងឆាប់ទៅបញ្ញាប់ឡើងទៅពួកគេទាំងពីរបានដើរតាមពីក្រោយរហូតទៅដល់កន្លែងមួយស្រាប់តែពួកគេបានសម្គាល់ឃើញថាអូនមិនអីទេមែនទេចាបងអូនមិនអីទេទ្រាំសិនទៅណាព្រោះនេះជាកម្មដែលពួកយើងជួបបន្តិចទៀតលេងអីហើយចាបងអើយតាមពិតពួកគេលេងល្បិចដាក់ពួកយើងសោះហ
ហើយគួយខាងណាស់ម៉ែគួយខាងខ្លាំងមែនទេហាក់មានអ្វីបណ្ដាលចិត្តមើលចោះកង្កោកស្រាប់តែប្រែក្រឡាជាកង្កោកមាសដ៏ស្រស់ស្អាតធ្វើឲ្យម្ដាយកូនទាំងពីរភ្ញាក់ផ្អើលជាខ្លាំងអើយព្រះអើយតាមពិតវាគឺជាកង្កោកមានរោមស្រោបពណ៌មាសសោះអញ្ចឹងតើបានជាគ្រួសារនាងចេនឡាមានយ៉ាងនេះម៉ែតន់វាមិនដឹងខ្លួនណាចូលទៅចាប់វាតែម្ដងទៅម៉ែនិយាយបែបនេះហើយមនុស្សអាក្រក់ទាំងពីរក៏បានចូលទៅចាប់កង្កោកជាប់ហើយក៏បានបោចរោមមាសតតែអស់តែម្ដងហើយឯងមិនរួចខ្លួនទេអើយម្ដងនេះមកជាមានបានជាងនាងចេនឡាមិនខានទេម៉ែមិញកុំធ្វើបែបនោះអីឈប់តែអ្នកឈប់ទៅមិនឈប់ទេអញបោចតតែអស់តែម្ដងបាច់រោមអស់ហើយមិនអស់ចិត្តទេមិញចិត្តថាក៏បានបោកកង្កោកនឹងថ្មហោឈាមស្លាប់ភ្លាមអត់ទេលោកប្តីមិញអាក្រក់ណាស់វាគ្រាន់តែជាសត្វទេឯងឈួតឡប់ស្អីទៅបានជាមកយំយេកបែបនេះមែនហើយគ្រាន់តែជាកង្កោកវាដឹងអីនោះតោះកូនយើងទៅវិញពធអើយលោកប្តីបងមុខជាវេទនាណាស់ហើយម្ដាយនិងកូនទាំងពីរគ្រាន់តែបានឈានជើង7ជំហានស្រាប់តែព្រះធរណីស្រូបយកទៅយ៉ាងវេទនាកង្កោកផងដែរក៏បានដឹងខ្លួននិងប្រែជាមនុស្សវិញកុំយំអីអស់អីហើយណាចាប់បងមុននេះអភ័យណាស់បុគ្គលដែលមានចិត្តបាបប្រមាថនិងធ្វើបាបទៅលើអ្នកមានសិលបុគ្គលនោះនឹងវិនាសចាប់ពីពេលនោះមកកង្កោកនិងចេនឡាក៏បានក្លាយជាប្តីប្រពន្ធនឹងគ្នារស់នៅយ៉ាងសុខសាន្តតរៀងទៅដល់អស់អាយុតាមវ័យនៃមនុស្សលើ